រឿងសម្លេងសារដែលខ្ញុំមិនចង់បាននៅរាត្រីមួយខ្ញុំកំពុងអង្គុយសរសេរការងារនៅលើតុភ្លាមនោះទូរស័ព្ទរបស់ខ្ញុំមានគេផ្ញើសារចូលមកសារនោះគេនិយាយថាសង្សាររបស់ខ្ញុំជួបរឿងមិនល្អបាត់ទៅហើយតែរឿងនោះខ្ញុំបានដឹងមុនរួចបាត់ទៅហើយថាសង្សាររបស់ខ្ញុំបានស្លាប់បាត់ទៅហើយពេលនោះខ្ញុំបានបើកសារនោះមើលតែសារនោះវាមានតែអក្សរខ្លីៗតែប៉ុណ្ណោះគេបាននិយាយប្រាប់ខ្ញុំថាសង្សាររបស់ខ្ញុំបានទៅប្រាប់ពួកគេបែបនេះថាកុំភ្លេចពាក្យសន្យាដែលយើងធ្លាប់សន្យាជាមួយគ្នាណាអូនហើយយប់នេះបងនឹងទៅផ្ទះរបស់អូនហើយណាមួយបងអោអាតមើលអូនផងតែពេលនោះខ្លាំងស្ទាក់ស្ទើរមិនជឿថាវាជាការពិតនោះទេរោមពេជ្រនោះស្រាប់តែមានខ្យល់ត្រជាក់បានប៉ក់ចូលមកក្នុងបន្ទប់របស់ខ្ញុំហើយទ្វារផ្ទះរបស់ខ្ញុំក៏ចាប់ផ្ដើមរង្គើដូចរញ្ជួយដីអញ្ចឹងបន្ទាប់ពីឮសំឡេងទាំងនោះរួចខ្ញុំក៏បានឮសំឡេងល្វើយនិយាយមកកាន់ខ្ញុំអូនសំឡាញ់បងមកដល់ហើយខ្ញុំក្រឡេកមើលម្ដងតិចពេលនោះខ្ញុំបានឃើញសង្សាររបស់ខ្ញុំឈរនៅពីមុខខ្ញុំទុកមុខរបស់គាត់ពោពេញទៅដោយ